វីដេអូនេះគឺខ្ញុំនឹងមកប្រាប់បងប្អូនទាំងគ្នាអំពីរបៀបឆែក page quality តាក់ទងនឹងគុណភាពរបស់ page តើ page របស់យើងនឹងវាល្អអត់វាមានបញ្ហាអត់វាជាប់ពមៀនអត់វាជាប់អីអត់ចឹងណាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅទស្សនាពីការចូលទៅឆែកមើលទាំងអស់គ្នាចង់បានចំណេះដឹងថ្មីកុំភ្លេច join channel The DTT Team The DTT Team គឺជា channel ដែលចែករំលែកតាក់ទងនឹងបច្ចេកវិទ្យានិងគន្លឹះថ្មីតាក់ទងនឹងបច្ចេកវិទ្យាគឺជាដំបូងយើងចូលទៅក្នុង account របស់យើងមកហើយចូលទៅក្នុង account ដែលយើងមាន page ចឹងណាអញ្ចឹងឥឡូវខ្ញុំសូមបរិយាអានេះឲ្យជ្រុំនេះឲ្យរឿងធំតិចទៅស្រួលមើលច្បាស់ចឹងណាអញ្ចឹង account នេះវាមាន page អញ្ចឹងពេលដែល account នេះមាន page គឺខ្ញុំចុចទៅរក page ដែលខ្ញុំចង់ឆែកឧទាហរណ៍ថាខ្ញុំចូលទៅ page មួយនេះឈ្មោះថា Xshop អញ្ចឹងទៅអញ្ចឹងកន្លែងទាំងអស់នេះគឺបងប្អូនអត់មានអីពិបាកក្នុងការរកទេទី1គឺយើងចូលមកកាន់ page របស់យើងសិនពេលដែលយើងចូលមកកាន់ page របស់យើងហើយបន្តមកទៀតគឺបងប្អូនអាចកលេចមកលើកន្លែងនេះបានគឺកន្លែង professional dashboard អញ្ចឹងយើងអាចចូលទៅកន្លែង professional dashboard ហ្នឹងមកគឺវាបង្ហាញហើយកន្លែងនេះក៏ខ្ញុំចង់បន្ថែមដែរតើតើនឹង check ការមើល check មើលទៅលើ reach check មើលទៅ post engagement តើ content ណារបស់យើងវាផ្ទុះអីចឹងណាអញ្ចឹងបងប្អូនអាចមក check មើលបានហើយបើសិនជាបងប្អូនដែលតាមតែចាប់ដើមទេបងប្អូនអត់ធ្លាប់ទិញ page គេអីហ្នឹងគឺបងប្អូនអាចចូលមក check កន្លែងតើតើនឹង page reach តើតើនឹង audience ថា audience នៅខ្មែរអត់អីអត់ចឹងណាហើយ page ហ្នឹងវា quality មិនដែរល្អអត់វាធ្លាប់ជួបមានអត់តែ content គេលេងហ្នឹងវាបែបណាអញ្ចឹងណាអញ្ចឹងអត់មានអីពិបាកទេគឺដំបូងមកយើងចូលមកកន្លែង page overview ហ្នឹងទៅហើយយើងអាច check បានហើយអញ្ចឹងបន្តមកទៀតគឺចំណុចទី2តកតងនឹង audience បងប្អូនអាចចុចកន្លែង audience ហើយបងប្អូនអាចឆែកមើលកន្លែង audience នេះអញ្ចឹងកន្លែងថា X and gender ហ្នឹងគឺគេបង្ហាញតកតងនឹងស្រីប្រមាណភាគរយប្រុសប្រមាណភាគរយដែលបាន like ទៅលើ page របស់យើងឬក៏ follow ទៅលើ page របស់យើងអញ្ចឹងណាបន្តមកទៀតកន្លែងនេះគឺតកតងនឹង city បើអញ្ចឹងទេយើងអាចចុចនៅកន្លែង country នេះមកអញ្ចឹង page នេះគឺល្អមែនតើតែម្ដងដោយសារមានប្រជាជនខ្មែរទៅដល់ 1k អញ្ចឹងវាស្មើនឹង 100% ឬក៏សំដៅឬក៏ 99% ឯងអញ្ចឹង page ដែលមានប្រជាជនខ្មែរច្រើនគឺបងប្អូនអាចយកទៅប្រើប្រាស់បានមានប្រសិទ្ធភាពអញ្ចឹងណាដោយសារតែយើងលក់ឧទាហរណ៍ថាយើងលក់ផលិតផលនៅខ្មែរអញ្ចឹងយើងត្រូវការ audience របស់យើងដែលជាជនជាតិខ្មែរអញ្ចឹងបងប្អូនអាចឆែកនៅកន្លែង country នឹងបានអញ្ចឹងណាហើយបន្តមកទៀតគឺបងប្អូនអាចចូលនៅកន្លែងនេះគឺ page access ហ្នឹងមកចូលទៅដល់ page access គឺវា load មកមួយទៀតអញ្ចឹងអានេះកន្លែងយើងដាក់ admin អីចឹងទៅបន្តមកទៀតបងប្អូនចូលកន្លែង page setupពេលដែលចូលមកដល់កន្លែង page setup ហើយគឺបងប្អូនអាច check កន្លែងនេះគឺ page setter ហ្នឹងគឺបងប្អូនចុចទៅលើវាគឺនេះវាបង្ហាញហើយអញ្ចឹងក្នុងករណីដែល page វាមានបញ្ហាគឺវាប្រាប់នៅកន្លែងនេះតែម្ដងថា page របស់បងប្អូនវា restrict អីចឹងទៅតែ page នេះគឺល្អគឺវាចេញសញ្ញាគ្រីសពណ៌ខៀវហើយកន្លែងនេះគឺវាដាក់ថា no restriction ប៉ុន្តែបើសិនជា page ដែលមានបញ្ហាហ្មងកន្លែងនេះគឺវាអាចនឹងដាក់ restriction អីចឹងទៅអញ្ចឹង page ដែលជាប់ពមៀនគឺវាអត់ load កន្លែងនេះ tick ពណ៌ខៀវទេអញ្ចឹងយើងងាយស្រួលចំណាំមែនតើហើយចំណុចមួយទៀតដែលយើងគួរតែទៅឆែកដែរតកតងនឹង recommendation ហើយ recommendation ហ្នឹងវាមានមុខងារបែបម៉េចនៅលើ page អញ្ចឹងណាអញ្ចឹងខ្ញុំចូលទៅកន្លែង page recommendation អញ្ចឹងអ្នកខ្លះគាត់អត់បានចាប់អារម្មណ៍តកតងនឹងកន្លែងហ្នឹងទេអញ្ចឹងគាត់បានចូលទៅមើល page quality មែនប៉ុន្តែគាត់បានចូលទៅកន្លែង page recommendation ទេអញ្ចឹងកន្លែង page recommendation នេះគឺវាមានចំណុចសំខាន់ត្រង់ថាបើសិនជាវាមានបញ្ហាអញ្ចឹងវានឹងប្រាប់ថា content របស់បងប្អូនវាជាប់ពមៀនបែបនេះអញ្ចឹងគេបានបិទ recommendation មានន័យថាបងប្អូនផុសអីក៏អត់មានអ្នកគេឃើញដែរតើតាអ្នកមក like មក follow នៅលើ page របស់យើងហ្មងហើយពេលខ្លះអត់ឃើញទៀតអញ្ចឹងវាអត់suggest ឲ្យ audience ផ្សេងឃើញទេអញ្ចឹងបើបងប្អូនប្រើប្រាស់ page បែបហ្នឹងណាបងប្អូនចាយទៅលើលុយបូតចាយកាន់តែច្រើនបងប្អូនទទួលបានផលកាន់តែតិចតែម្ដងដោយសារអី Facebook វាបានបិទrecommendation ហ្នឹងហើយវាអត់ suggest ឲ្យ audience ផ្សេងបានឃើញទេអញ្ចឹងបើសិនជាយល់ល្អហ្មងបងប្អូនដែលទិញ page ពីគេឬក៏វាបងប្អូនមាន page ខ្លួនឯងហើយបងប្អូនត្រូវតែ check កន្លែងហ្នឹងកន្លែង recommendation ហ្នឹងគឺជាចំណុចមួយដែលយើងគួរតែឆែកតែម្ដងអញ្ចឹង page នេះវាអត់មានបញ្ហាទេអញ្ចឹងកន្លែង recommendation ហ្នឹង
cứ vì admin load ấy thế cứ vì load bỏ khiêu chẳng video này cứ nhung miền ta bản năng tệ hai bờ sân chỉ miền trồng ngò rồi có ọt đằng vì cái lạnh chạy ấy nó ai tẹt tông mà nhóm rồi có xua nhung bật thèm chẳng bông ôn đi nhung bật trẻ chẳng bông ôn để tên page bị kê cái đó rồi còn miền page nó không đầy cái đó cứ tới để chạy nó cái lạnh nó đầm bấy ơi và có thea page bông ôn cứ chỉ page mũi đài song đa đài lò chẳng ở video này cứ nhung xong bị chọc tại bênนี้chụp cái này là video cào bên thèm tiệt